បាទជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅទស្សនានៅភូមិអូសោមដែលស្ថិតនៅឃុំអូសោមស្រុកវាលវែងខេត្តពោធិ៍សាត់ដោយបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងនេះគឺជារង្វង់មូលដំរី1005ហើយភូមិអូសោមនេះបើយើងធ្វើដំណើរទៅគឺមកពីខាងពោធិ៍សាត់មកដល់រង្វង់មូលគឺបត់ឆ្វេងហើយបើសិនបើយើងតម្រង់ទៅត្រង់គឺទៅតំបន់ថ្មដាជាប់ព្រំដែនសៀមហើយឬមួយក៏ផ្លូវភ្នំ1005ប៉ុន្តែមកអូសោមគឺយើងអាចបានទៅតាមនឹងទេវីដេអូនេះខ្ញុំគ្រាន់តែចង់នាំបងប្អូនទាំងអស់គ្នាមកមើលសម្រស់នៃភូមិអូសោមបច្ចុប្បន្នដោយសាររដូវនេះវាជារដូវភ្លៀងធ្លាក់ផងដូច្នេះទេសភាពតាមដងផ្លូវព្រៃឈើជាដើមហ្នឹងគឺមានភាពបៃតងល្អស្អាតមែនទែនបងប្អូនដោយបងប្អូនបានឃើញស្រាប់អញ្ចេះផ្លូវក៏ស្អាតដោយសារតែផ្លូវទើបតែសាងសង់ហើយសម្រស់នៃធម្មជាតិដែលត្រូវទឹកភ្លៀងក៏កាន់តែបន្ថែមសោភ័ណភាពដងផ្លូវនិងបរិយាកាសដែលយើងធ្វើដំណើរមកនោះឃើញថាស្រស់ស្អាតក៏ដូចជាទាក់ទាញអារម្មណ៍យើងមែនទែនបងប្អូនភូមិអូសោមនេះបើគិតរយៈចម្ងាយពីទីប្រជុំជននៃស្រុកវាលវែងខ្ញុំមិនហ៊ាននិយាយថាប្រមាណទេប៉ុន្តែបើសិនជាបងប្អូនធ្វើដំណើរតាមមធ្យោបាយម៉ូតូបើសិនជាបងប្អូនធ្វើដំណើររៀងលឿនបន្តិចខ្ញុំគិតថាមិនលើសពី30ទៅ40នាទីទេបងប្អូនដោយសារតែផ្លូវនេះវាស្រួលផងដូចបងប្អូនឃើញស្រាប់នៅក្នុងវីដេអូនេះអញ្ចឹងគឺជាផ្លូវក្រាលកៅស៊ូស្អាតហើយបើសិនជាបងប្អូនមានបំណងមកលេងខេត្តកោះកុងបងប្អូនក៏អាចធ្វើដំណើរតាមផ្លូវនេះបានដូចគ្នាដូចដោយសារតែស្រុកវាលវែងជាប់ទៅនឹងព្រំដែននៃខេត្តកោះកុងហើយភូមិអូសោមនេះយើងហួសបន្តិចទៅក៏ដល់ស្ពានខ្ពស់ជាងគេបំផុតនៅស្រុកខ្មែរនោះដែលទើបតែសាងសង់ហើយនៅពេលដែលយើងឆ្លងកាត់ស្ពាននឹងរួចក៏ចូលដល់ទឹកដីកោះកុងតែម្ដងក៏ប៉ុន្តែវីដេអូនេះខ្ញុំបាទនាំបងប្អូនទាំងអស់គ្នាមកទស្សនាត្រឹមតែភូមិអូសោមប៉ុណ្ណោះបាទបងប្អូនដូចខ្ញុំជម្រាបនៅក្នុងវីដេអូអញ្ចឹងដោយសារតែនេះជារដូវវស្សាភ្លៀងធ្លាក់ផងភូមិអូសោមប្រជាពលរដ្ឋពួកគាត់ភាគច្រើនក៏ប្រកបកិច្ចការកសិកម្មខ្លះក៏មានចំការទុរេនខ្លះក៏មានចំការផ្លែឈើផ្សេងជាដើមប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍នោះគឺដំណាំទុរេននិងដំណាំខ្ញីហើយខ្ញីនេះរបស់នៃភូមិអូសោមនោះក៏ល្បីល្បាញដែរបាទបងប្អូនពេលនេះខ្ញុំបានឈានជើងចូលមកដល់ឃុំអូសោមហើយតែយើងបានធ្វើដំណើរមួយរយៈពេលហើយដែលបងប្អូនឃើញអញ្ចឹងដោយសារតែអ្នកស្រុកប្រកបកិច្ចការកសិកម្មដូច្នេះដីមួយដែលមានកម្មសិទ្ធិនៃការប្រើប្រាស់កាន់កាប់ហ្នឹងក៏ពួកគាត់ប្រកបកិច្ចការកសិកម្មប្រកបការងារកសិកម្មហើយនេះគឺជាស្ទឹងអូសោមបងប្អូនប្រហែលជាមិនបានធ្លាប់ស្គាល់ឬក៏មិនបានធ្លាប់ឮតាមពិតទៅនៅទីនេះមានស្ទឹងមួយដ៏ធំដែរយើងអាចនិយាយថាហៅថាអាងក៏ថាបានប៉ុន្តែអ្នកស្រុកនេះគេហៅថាស្ទឹងអូសោមដោយសារតែភ្លៀងមិនទាន់ច្រើនអញ្ចឹងស្ទឹងហាក់ដូចជាមិនសូវមានទឹកដែរបងប្អូនហើយប្រជាពលរដ្ឋបើមើលទៅនៅទីនេះក៏ច្រើនដែរបងប្អូនមិនជាអត់ប្រហែលទេនេះគឺជាចំការទុរេនរបស់ប្រជាពលរដ្ឋយើងហើយតាមដងផ្លូវដោយបងប្អូននឹងស្រាប់ចឹងខេត្តពោធិ៍សាត់គឺល្បីល្បាញតែរឿងអត់មានសម្រាមដូច្នេះតំបន់នេះក៏ស្ទើរតែគ្មានសម្រាមដូចគ្នាដោយសារមានការយកចិត្តទុកដាក់ពីប្រជាពលរដ្ឋរួមគ្នាក្នុងការថែរក្សាបរិស្ថានហើយភូមិអូសោមគឺជាទឹកដីនៃដីក្រហមដែរដូច្នេះទើបធ្វើដំណាំកសិកម្មផ្សេងហ្នឹងល្អប្រសើរហើយដាំបានទិន្នផលប៉ុន្តែរសជាតិទុរេនយ៉ាងណានោះខ្ញុំមិនហ៊ានជម្រាបបងប្អូនទេដោយសារតែខ្ញុំមិនបានបរិភោគដែរប៉ុន្តែកុំភ្លេចថានៅអូសោមនេះគឺមានចំការទុរេនដូចគ្នាបាទវីដេអូនេះមិនមានអីច្រើនទេបងប្អូនគ្រាន់តែចង់ចែករំលែកបងប្អូនខ្លះអំពីសម្រស់នៃភូមិអូសោមបងប្អូនអាចមកទស្សនាបានដោយផ្ទាល់គឺស្ថិតនៅក្នុងឃុំអូសោមស្រុកវាលវែងខេត្តពោធិ៍សាត់សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលចិត្តនៅវីដេអូនេះកុំភ្លេចជួយចុច like ជួយចុច subscribe ក៏ដូចជាចែករំលែកផងខ្ញុំនឹងបង្កើតវីដេអូថ្មីបន្ថែមទៀតអរគុណច្រើនបងប្អូនជម្រាបលាជួបគ្នាវីដេអូក្រោយ